នាយករដ្ឋមន្ត្រីថៃលោកអនុទីនឆាន់វីរៈគុលនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025បានប្រកាសថាសន្តិភាពជាមួយកម្ពុជាបានមកដល់ទីបញ្ចប់ហើយលោកបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនសម្រាប់សមរភូមិដោយចោទកម្ពុជាថាបានបង្កប់មីនថ្មីដែលបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសក្រោយបានទៅដល់កន្លែងមីនផ្ទុះនៅតំបន់ភ្នំទ្រាប់លោកអនុទីននិយាយថាយើងចាត់ទុកថាកិច្ចព្រមព្រៀងដែលយើងបានធ្វើដើម្បីឆ្ពោះទៅរកសន្តិភាពបានបញ្ចប់ដោយនិយាយសម្ដៅទៅលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពលោកអនុទីននិយាយថាថៃនឹងបន្តធ្វើអ្វីដែលខ្លួនជឿថាមានប្រយោជន៍សម្រាប់ជាតិថៃដោយមិនចាំបាច់ពិគ្រោះឬក៏សុំការអនុញ្ញាតពីនរណាម្នាក់ឡើយលោកអនុទីនបញ្ជាក់ទៀតថាចាប់ពីពេលនេះតទៅប្រទេសថៃនឹងលែងគោរពចំណុចព្រមព្រៀងទាំង4នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលានោះទៀតហើយនាយករដ្ឋមន្ត្រីរូបនេះបានចោទថានេះក៏ដោយសារតែកម្ពុជារំលោភទៅលើកិច្ចព្រមព្រៀងនេះដោយបានបង្កប់មីនថ្មីប្រភេទ PMN2 នៅលើទឹកដីថៃបើទោះបីជាកម្ពុជាបានបដិសេធម្ដងហើយម្ដងទៀតថាខ្លួនមិនបានដាក់មីននិងបដិញ្ញាគោរពកិច្ចព្រមព្រៀងនេះក៏ដោយលោកអនុទីនបានប្រាប់ឲ្យប្រជាជនរបស់ខ្លួនកុំស្ដាប់កម្ពុជានាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថាក្រសួងការពារជាតិនិងកងទ័ពថៃបានរៀបចំផែនការរួចជាស្រេចហើយសម្រាប់សមរភូមិក៏ប៉ុន្តែលោកមិនអាចប្រាប់លម្អិតបានទេយោងតាមកាសែត The Telegraph របស់អង់គ្លេសថៃបានចាប់ផ្ដើមបញ្ជូនរថក្រោះនិងកាំភ្លើងធំទៅតំបន់ព្រំដែនកម្ពុជាតាំងពីយប់ថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV